ធ្វើដល់ពតទេពូម្សិលមិញនៅជាមួយក្រុម Delta Force មែនម្សិលមិញអាចថាវាជាយុទ្ធនាការក៏ក្រៅពិភពលោកដែរសម្រាប់ការចាប់ខ្លួនលោកNicolas Maduro ប្រធានាធិបតីរបស់ប្រទេស Venezuela ក៏ពិតមែនទែនទៅមានទស្សនៈផ្សេងគ្នាថាហេតុអីបានក្រុមគេហៅថាក្រុមស្មាត់របស់អាមេរិកយើងហៅថា Delta Force បានចូលទៅចាប់ខ្លួនដល់គេឋានលោក Maduro ជាមួយនឹងភារកិច្ចរបស់គាត់មិនមែនក្រុម Delta Force ចូលទៅដោយស្រួលទេមុននឹងចូលទៅនឹងអាមេរិកបានយកនាវាដឹកយន្តហោះយើងហៅថា Coral Force ទៅដាក់រួចបាត់ទៅហើយត្រៀមយន្តហោះ S35 S22 Raptor ដើម្បីបាញ់កំទេចប្រព័ន្ធការពារមីស៊ីលហើយក៏និយាយថាកូឡុំវេណេស៊ុយឡាទិញប្រព័ន្ធការពារគ្រាប់មីស៊ីលរបស់ចិនមកអត់មានប្រសិទ្ធភាព No អាមេរិកបាញ់ខ្ទេចអស់ហើយវេណេស៊ុយឡាមានទាំងប្រព័ន្ធការពារគ្រាប់មីស៊ីលទិញពីចិនផងទិញពីរុស្ស៊ីផងប៉ុន្តែនៅតែទប់អត់ជាប់ដូច I-22 Raptor ហេតុអីបានអាមេរិកអត់ព្រមលុក I-22 Raptor ឲ្យទៅប្រទេសដទៃហើយដឹងទេដោយសារតែបច្ចេកវិទ្យានេះគឺជាបច្ចេកវិទ្យារបស់អាមេរិកតែមួយគត់គ្មានប្រទេសណាមួយលើโลกអាចធ្វើបានទេវាមានទឹកថ្នាំពិសេសដែលអាចគេចផុតពីរ៉ាដាយើងហៅថាយន្តហោះបំផាំងកាយមិនមែនវាហោះទៅវាបាត់ខ្លួនឈឹងទេណាបំផាំងកាយនៅក្នុងរឿង No គឺអត់ទេវាបាត់ពីប្រព័ន្ធរ៉ាដាគឺចាប់អត់បានទេរ៉ាដាគឺចាប់បានគឺចាប់ដោយកម្ដៅដែលភាយចេញពីយន្តហោះប៉ុន្តែ I-22 Raptor វាមានសមត្ថភាពពិសេសម្យ៉ាងគឺទឹកថ្នាំដែលអាចវាគេចចេញពីរ៉ាដាសត្រូវមិនឲ្យចាប់បាននឹងកន្លែងហ្នឹងឲ្យដែលអាមេរិកមិនព្រមលុកតែឲ្យសម្ព័ន្ធមិត្តដូចអ៊ីស្រាអែលដូចបារាំងដូចអង់គ្លេសដូចអូស្ត្រាលីជាដើមជប៉ុនក៏សុំទិញដែរ I-22 Raptor ហើយក្នុងចំណោមយន្តហោះចម្បាំងចំនួនចុងក្រោយមាន I-22 Raptor មាន S35 អាមេរិកគឺលុកតែ S35 ទេតែ I-22 Raptor គឺរក្សានៅដល់បច្ចុប្បន្នហ្នឹងអញ្ចឹងបានในកំឡុងពេលប្រតិបត្តិការម្សិលមិញ Delta Force បានចូលទៅដល់គេឋានប្រធានាធិបតីរបស់ Venezuela លោកNicolas Maduro ចាប់ខ្លួនទាំងភារកិច្ចរបស់គាត់ហើយបញ្ជូនតាមយន្តហោះទៅកាន់ទីក្រុងញូវយ៉កឥឡូវនេះគឺគាត់បានតែជាប់ចោទពីបទឧក្រិដ្ឋកម្មគ្រឿងញៀនការពិតរឿងហ្នឹងវាមិនមែនជារឿងថ្មីទេអាមេរិកបានឲ្យលោក Maduro ហ្នឹងគឺផ្លាស់ប្ដូរអេរយាប័តហើយប៉ុន្តែ Maduro គាត់ប្រកែកគាត់ថាគាត់មិនព្រមធ្វើតាមមិនស្ដាប់ដោយអ្វីដែលអាមេរិកចោទប្រកាន់គាត់អញ្ចឹងក្រោមការដឹកនាំរបស់លោក Donald Trump គាត់បានបើកប្រតិបត្តិការយោធាកាលពីម្សិលមិញដោយចាប់ខ្លួនលោក Maduro ហើយនិងភារកិច្ចរបស់គាត់ហើយមិនធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់មានរបួសហ្មងប៉ុន្តែការចាប់ខ្លួននៅសងមិញនេះចាប់ខ្លួនលោក Nicolas Maduro នេះប្រជាពលរដ្ឋនៅ Venezuela ទាំងកងកម្លាំងប្រដាប់អាវុធទាំងប្រជាពលរដ្ឋគឺមានការសាទរអញ្ចឹងបានន័យថាក្រោមការដឹកនាំរបស់លោក Maduro គឺប្រជាពលរដ្ឋមិនសប្បាយចិត្តអាហ្នឹងគេហៅថារដ្ឋបាលដែលគាត់ដឹកនាំនឹងគឺពោពេញទៅដោយទី1ពុករលួយទី2ឆ្នាំញៀនអាមេរិកគឺហាមទៀតប្រាប់ទៅលោក Maduro ថាឲ្យបញ្ឈប់ហើយក៏បោសសម្អាតគ្រឿងញៀននៅប្រទេស Venezuela ព្រោះ Venezuela នេះគឺជារោងចក្រដែលដឹកអាភៀនដឹកគ្រឿងញៀនរាប់ពាន់តោនទៅកាន់ទឹកដីសហរដ្ឋអាមេរិកណានឹងកន្លែងហ្នឹងហើយដែល Donald Trump គាត់ត្រូវតែបោសសម្អាតគ្រឿងញៀនឲ្យខាងទៅបានកាលមុនមានមេxicoបងរាល់ថ្ងៃបើនិយាយពីប្រទេសដែលមានគ្រឿងញៀនធំជាងគេលើពិភពលោកគឺមេxicoបើនិយាយពីមេxicoបើនិយាយពីកូឡុំបៀពូនឹកឃើញដល់លោក El Chapo ទៀតណាបាទអ្នកស្គាល់ El Chapo ហ៎មេឆ្នាំញៀន3នៅមេxico បាត់ឆ្នាំញៀនលើពិភពលោកហើយ El Chapo ហើយដែលមានមួយទៀតអាម៉ងមកចាំខ្ញុំស្គាល់តែ El Chapo នឹងមួយមានមួយទៀតបាទតែគាត់ El Chapo ខាងជាង El Chapo នោះគឺបានរត់ចេញពីគុកជីករុំក្រោមដីរត់ចេញតាមរុំក្រោមដីអូខ្លាំងណាស់ El Chapo មានមួយទៀតពូភ្លេចឈ្មោះអាម៉ងប្រចាំពូដល់ពេលឃើញ Delta Force គាត់បើកប្រតិបត្តិការអញ្ចឹងបងបញ្ញវុធបានដឹកឃើញដល់ការចំនួនរដ្ឋបាលលោកជួយ W Bush ការដឹកនាំការក្រៅដូចជា Bush ឬក៏ Obama ទេខ្ញុំពូចាំមិនច្បាស់ដែរមកពី London អត់ទេទៅសម្រាប់អូសាម៉ាប៊ីនឡាដិនហ្នឹងតែចាប់ខ្លួនលោកអូសាម៉ាប៊ីនឡាដិនកាលនោះគឺមិនមែនប្រើ Delta Force ទៅគឺប្រើ SEAL Team 6បាទក្រោមការគឺកំងដូដែលមានវ័យចំណាស់របស់អាមេរិកកាលនោះគឺប្រើកំងដូ SEAL Team 6តែម្សិលមិញប្រតិបត្តិការចាប់លោក Maduro នោះគឺប្រើពួកកំងដូ Delta Force អញ្ចឹងនៅក្នុង
គេហៅថារង្វង់ប្រតិបត្តិការរបស់ Delta Force គឺពួកគេធ្វើការមកចត់ហើយចាប់យកតែ2